គ្មានដង្កូវគឺមិនមែនជា cheese Kasumazu ទេ cheese Kasumazu គឺជា cheese ធ្វើពីទឹកដោះពពែដែលអាចរកបរិភោគបានតែនៅលើកោះសាឌីនីក្នុងប្រទេសអ៊ីតាលីតែមួយគត់ការហាមឃាត់ cheese ប្រភេទនេះត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលអ៊ីតាលីផ្ទាល់និងសហភាពអឺរ៉ុបដោយសារតែវាជា cheese ដែលមានដង្កូវរុយពេញដុំតែម្ដងដូច្នេះវាត្រូវបានគេចាត់ទុកថាជា cheese គ្រោះថ្នាក់មូលហេតុដែលអ្នកស្រុកនៅតែបរិភោគទោះបីជាយ៉ាងណាក៏ដោយអ្នកភូមិនៅលើកោះនៅតែលួចលាក់ធ្វើ cheese ប្រភេទនេះទុកបរិភោគក្នុងឱកាសពិសេសៗដដែលរសជាតិនិងសាច់ cheese ព្រោះដង្កូវរុយទាំងនោះមានចំណែកក្នុងការធ្វើឲ្យ cheese មានសាច់ទន់និងខាប់ដូចក្រែមដែលផ្ដល់ឲ្យវាមានរសជាតិខ្លាំងនិងក្លិនឈ្ងុយនេះគឺជាអ្វីដែលអ្នកបរិភោគ cheese ប្រភេទនេះចូលចិត្តជាងគេរហូតដល់ព្រមលួចលាក់ធ្វើទុកញ៉ាំនៅក្នុងសហគមន៍ជំនឿសុវត្ថិភាពលើសពីនេះអ្នកភូមិជឿថាការទុកសត្វល្អិតឲ្យមាននៅក្នុង cheese បង្ហាញថា cheese ដុំនោះនៅតែអាចបរិភោគបានព្រោះដង្កូវនឹងធ្វើឲ្យ cheese មានជាតិអាស៊ីតកាន់តែច្រើនដែលធ្វើឲ្យបាក់តេរីគ្រោះថ្នាក់ងាប់អស់ហានិភ័យសុខភាពប៉ុន្តែអ្នកបរិភោគក៏ត្រូវទទួលយកហានិភ័យដែរប្រសិនបើដង្កូវនៅរស់ហើយឆ្លងផុតអាស៊ីតក្នុងក្រពះបានពួកវាអាចចូលទៅក្នុងពោះវៀនរហូតបង្កឲ្យមានការឆ្លងមេរោគនិងមានអាការៈឈឺពោះធ្ងន់ធ្ងរបាន